ការពីព្រេងនេះមានព្រៃព្រឹក្សាមួយដ៏អាចកំបាំងដែលពោពេញទៅដោយមន្តអាគមនិងភាពស្រស់បំព្រងលើអស់លោកីលោកតាប្រធាចារ្យបាននិទានអំពីរឿងព្រេងនៃអ្នកបាញ់ធ្នូដ៏អស្ចារ្យម្នាក់ដែលត្រូវការពារព្រះច័ន្ទពីភាពងងឹតគីរីគឺជាយុវជនដែលមានចិត្តក្លាហាននិងមានជំនាញបាញ់ធ្នូយ៉ាងពូកែដែលគ្មាននរណាម្នាក់អាចប្រៀបផ្ទឹមបានឡើយនៅលើមេឃដ៏ខ្ពស់ត្រដែតទេពធីតាចន្ទ្រាបានបញ្ចេញពន្លឺដ៏ទន់ភ្លន់មកទែនផែនដីដើម្បីផ្ដល់សេចក្តីសុខសាន្តប៉ុន្តែភាពងងឹតបានចូលមកបៀតបៀននៅពេលដែលរាហូចង់លេបត្របាក់ពន្លឺព្រះច័ន្ទផ្ទៃមេឃប្រែជាពណ៌ឈាមហើយពន្លឺដួងច័ន្ទក៏ចាប់ផ្ដើមស្រអាប់ទៅដោយសារតែមន្តអាគមខ្មែររបស់រាហូគិរីបានឃើញមហន្តរាយនេះហើយគេដឹងថាបើគ្មានពន្លឺព្រះច័ន្ទទេពិភពលោកនឹងទ្រឺធ្លាក់ក្នុងភាពងងឹតជារៀងរហូតស្រាប់តែមានសត្វក្តាន់មានមួយក្បាលបានលេចខ្លួនឡើងដើម្បីនាំផ្លូវគិរីទៅកាន់ភ្នំពិសិដ្ឋដែលជាកន្លែងសួគ៌ពួកគេទាំងពីរបានធ្វើដំណើរឆ្លងកាត់ព្រៃមន្តអាគមដោយជំនះរាល់ឧបសគ្គដែលរារាំងនៅពីមុខចំណែករាហូបានបញ្ជូនសត្វបក្សីស្រមោលរាប់ពាន់ក្បាលមកវាយប្រហារដើម្បីកុំឲ្យគិរីទៅដល់កំពូលភ្នំបានគិរីបានទាញព្រួយបាញ់ពន្លឺកំទេចពួកបក្សីស្រមោលទាំងអស់នោះឲ្យរលាយបាត់ទៅក្នុងអាកាសពួកគេបន្តដំណើររហូតមកដល់ទឹកធ្លាក់ពេជ្រសត្វក្តាន់មាសបានប្រាប់ឲ្យគិរីជ្រលក់ព្រួយរបស់គេក្នុងទឹកពិសិដ្ឋដើម្បីបង្កើនឫទ្ធិអំណាចធ្នូរបស់គិរីបានប្រែជាពណ៌មាសចែងចាំងរួមជាមួយនឹងថាមពលដ៏មហិមាដែលមិនធ្លាប់មានពីមុនមករាហូបានប្រែកាយជាយក្សដ៏ធំសម្បើមបាំងចិត្តផ្ទៃមេឃបំរុងនឹងលេបត្របាក់ដួងច័ន្ទក្នុងពេលបន្តិចទៀតនេះយើងទៅមើលគិរីវិញទោះបីជាហត់នឿយយ៉ាងណាក៏ដោយក៏គិរីមិនបោះបង់ចោលដែរគេបានឡើងទៅដល់កំពូលភ្នំខ្ពស់បំផុតចំណែកទេពធីតាចន្ទ្រាត្រូវបានជាប់ក្នុងទ្រុងមន្តអាគមខ្មៅនាងបានត្រឹមតែសម្លឹងមើលមកផែនដីដោយក្តីអស់សង្ឃឹមនៅលើកំពូលភ្នំដ៏ខ្ពស់គិរីបានរៀបចំខ្លួនយ៉ាងហ្មត់ចត់ដើម្បីបាញ់ព្រួញកំទេចរាហូគិរីបានប្រមូលផ្ដុំកម្លាំងនិងជំនឿចិត្តទាំងអស់រួចបាញ់ព្រួញដែលពោពេញដោយភាពក្លាហានព្រួញពន្លឺបានហោះកាត់ផ្ទៃមេឃយ៉ាងលឿនហើយបានទៅបំបែកទ្រង់មន្តអាគមខ្មៅឲ្យខ្ទេចខ្ទីអស់ទ្រង់មន្តអាគមបានរលាយបាត់ទៅហើយទេពធីតាចន្ទ្រាក៏បានមានសេរីភាពឡើងវិញជាមួយនឹងពន្លឺដ៏ត្រចះត្រចង់មន្តអាគមខ្មៅរបស់រាហូត្រូវបានកំទេចហើយគេក៏បានហោះរត់បាត់ទៅក្នុងភាពងងឹតដ៏ជ្រៅបំផុតសន្តិភាពបានត្រឡប់មកវិញព្រៃព្រឹក្សាទាំងមូលបានប្រែជាស្រស់បំព្រងនិងមានជីវិតឡើងវិញហើយទេពធីតាចន្ទ្រាបានប្រទានពរជ័យដល់គិរីនិងមនុស្សលោកទាំងឡាយឲ្យរស់នៅដោយមានពន្លឺជាមួយក្តីសង្ឃឹម